សូមស្វាគមន៍អ្នកទាំងអស់គ្នាមកកាន់មេរៀនភាសាចិនបន្តទៀតអញ្ចឹងថ្ងៃនេះយើងមករៀនអំពីពាក្យនៅក្នុងសម្ភារៈប្រើប្រាស់សិក្សាឬក៏ពាក្យសម្រាប់ប្រើប្រាស់នៅក្នុង Office សម្ភារៈប្រើនៅក្នុង Office អូខេអញ្ចឹងយើងប្រើបាននៅក្នុងសម្ភារៈសិក្សាក្នុងថ្នាក់រៀននៅក្នុង Office យើងមកខាតពេលវេលាយូរយើងត្រូវសិក្សាទាំងអស់គ្នាអញ្ចឹងពាក្យទី1នេះអូខេអញ្ចឹងមកស្គាល់ពាក្យនេះសិនអញ្ចឹងសឹងឈឺនេះគឺប្រែថាពាក្យអូខេអញ្ចឹងសម្ភារៈសិក្សាគឺយើងអានថាសៀសីយ៉ុងភីនសៀសីយ៉ុងភីនសៀសីនេះគឺសិក្សាយ៉ុងភីននេះគឺសម្ភារៈប្រើទៅលើសម្ភារៈប្រើប្រាស់អូខេអញ្ចឹងពាក្យបូកចូលគ្នាទៅគឺសៀសីយ៉ុងភីនប្រែថាសម្ភារៈសិក្សាអូខេអញ្ចឹងសម្ភារៈសិក្សារបស់យើងពាក្យទី1នេះគឺពីនេះប្រែថាប៊ិចអូខេអញ្ចឹងប៊ិចនេះគឺយើងមិនទាន់បែងចែកប៊ិចថាពណ៌អ្វីទេគឺប្រើជារួមឲ្យតែប៊ិចពណ៌អ្វីក៏ដោយមិនថាប៊ិចពណ៌ខ្មៅពណ៌ក្រហមពណ៌សឬក៏ប៊ិចពណ៌អីក៏ដោយយើងប្រើពាក្យថាពីនេះគឺប៊ិចអូខេអញ្ចឹងបន្ទាប់មកទៀតគឺយើងមានបែងចែកជាប៊ិចខៀវអញ្ចឹងប៊ិចខៀវនៅក្នុងភាសាចិនយើងអានថាឡានពីអញ្ចឹងឡាននេះបានមកពីពាក្យថាឡានសឿគឺពណ៌ខៀវក៏ប៉ុន្តែយើងអត់ទាន់ដល់មេរៀនពណ៌ទេយើងសិក្សាអំពីសម្ភារៈសិក្សានេះសិនអញ្ចឹងយើងរៀនពាក្យទាំងនេះសិនអូខេអញ្ចឹងឡានពីនេះគឺយើងប្រែថាប៊ិចខៀវអញ្ចឹងក្នុងវីដេអូនេះយើងមានជារូបភាពឲ្យមើលឲ្យកាន់តែយល់ច្បាស់អូខេអញ្ចឹងពាក្យបន្តទៀតហុងពីអូខេអញ្ចឹងហុងពីនេះប្រែថាប៊ិចក្រហមអូខេអញ្ចឹងគឺរូបភាពខាងនេះគឺយើងមានឲ្យមើលហុងពីប្រែថាប៊ិចក្រហមបន្ទាប់ទៀតហីពីនេះគឺប្រែថាប៊ិចពណ៌ខ្មៅមិនមែនប៊ិចខ្មៅក៏ត្រូវដែរក៏ប៉ុន្តែយើងអាចកុំមកយល់ច្រឡំជាមួយនឹងខ្មៅដៃគឺខុសគ្នានេះគឺសំដៅទៅលើប៊ិចដែលមានពណ៌ខ្មៅហីគឺបានមកពាក្យថាហីសឿគឺប្រែថាពណ៌ខ្មៅអញ្ចឹងហីពីគឺប្រែថាប៊ិចពណ៌ខ្មៅអូខេដូចឃើញរូបនេះអញ្ចឹងគឺមានរូបឲ្យមើលគឺយើងងាយយល់អត្ថន័យរបស់ពាក្យហ្នឹងអូខេអញ្ចឹងបន្ទាប់ទៀតឈៀនពីនេះគឺប្រែថាខ្មៅដៃអូខេខ្មៅដៃឈៀនពីប្រែថាខ្មៅដៃយើងអានទាំងអស់គ្នាដើម្បីអាចនឹងប្រើប្រាស់ភាសាចិនបានអូខេអញ្ចឹងសម្លេងទី1គឺឈៀនអញ្ចឹង2នេះគឺសម្លេងទី2ឈៀនអធិស្ឋាន2សម្លេងទី3អូខេទី3គឺទម្លាក់ចុះអូខេឈៀនពីអូខេប្រែថាខ្មៅដៃអញ្ចឹងពាក្យបន្ទាប់ទឹកលុបអូខេអញ្ចឹងទឹកលុបក្នុងភាសាចិនយើងអានថាធូកែយៀអូខេធូកែយៀនេះគឺប្រែថាទឹកលុបអូខេទឹកលុបនេះរូបយើងដាក់ឲ្យមើលដើម្បីកាន់តែងាយយល់អូខេអញ្ចឹងពាក្យបន្ទាប់សៀងភីឆានេះគឺជ័រលុបអូខេសៀងភីឆានេះគឺជ័រលុបអូខេអញ្ចឹងជ័រលុបសម្រាប់លុបខ្មៅដៃអូខេទឹកលុបគឺយើងសម្រាប់លុបប៊ិចអូខេអញ្ចឹងសៀងភីឆានេះគឺទឹកលុបដែលជាទូទៅដែលយើងស្ដាប់បើយើងអត់បានមើលសំឡេងរបស់វាណាយើងឮតែជនជាតិចិននិយាយថាសៀងភីឆាអាឆានោះស្ដាប់ទៅដូចជាសំឡេងទី1ចឹងសៀងភីឆាអញ្ចឹងបើយើងអានត្រូវសំឡេងវាគឺសៀងភីឆាអូខេសៀងភីឆានេះគឺប្រែថាជ័រលុបអូខេពាក្យបន្ទាប់ឈឺจื้อអូខេអញ្ចឹងអាឈឺនេះគឺសំឡេងសង្កត់ធ្មេញព្រោះមាន h នៅកណ្ដាលគឺយើងអាចសង្កត់ធ្មេញអានថាឈឺសាកបញ្ចេញសំឡេងទាំងអស់គ្នាឈឺអានេះគឺជឺអានេះគឺសំឡេងទី3ជឺឈឺអូខេអញ្ចឹងបើសិនជាបងប្អូនទើបតែរៀនភាសាចិនដំបូងពិបាកក្នុងការបញ្ចេញសំឡេងយើងអានធម្មតាក៏បានឈឺអូខេឈឺប្រែថាបន្ទាត់អញ្ចឹងខ្ញុំដាក់កន្លែងនេះបន្ទាត់ធម្មតាសំដៅទៅលើអីដោយសារបន្ទាត់យើងមានបែងចែកជាបន្ទាត់ដែកបន្ទាត់កែងអូខេក៏
ក៏ប៉ុន្តែយើងថ្ងៃនេះយើងសិក្សាអំពីតែបន្ទាត់នេះទេគឺថាបន្ទាត់ជ័រអាចនិយាយថាវាជាបន្ទាត់ជ័រក៏បានអូខេគឺខ្ញុំសរសេរដាក់ថាបន្ទាត់ធម្មតាហើយមានរូបឲ្យមើលឈឺជឺប្រែថាបន្ទាត់អូខេបន្ទាត់ ruler ណាជាភាសាអង់គ្លេសឈឺជឺប្រែថាបន្ទាត់អូខេអញ្ចឹងពាក្យបន្ទាត់ទៀតគឺសៀវភៅកន្លែងនេះគឺខ្ញុំមានបញ្យលកន្លែងនេះបន្តិចអូខេអញ្ចឹងសៀវភៅជាភាសាចិនយើងអានថា shu 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 គឺសង្កត់ថ្មិញអានចេញ shu 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 នេះគឺប្រែថាសៀវភៅអញ្ចឹងពាក្យថា shu នេះនៅក្នុងភាសាចិនគឺមានបែងចែកដូចខ្មែរយើងដែរសៀវភៅនេះគឺយើងសំដៅទៅលើសៀវភៅសម្រាប់អានអូខេ shu shu អូខេ shu នេះគឺប្រើសម្រាប់សៀវភៅសម្រាប់អានមិនមែនសៀវភៅសរសេរកត់ត្រាសៀវភៅកត់មេរៀនគឺមិនមែនទេគឺមានពាក្យមួយទៀតអញ្ចឹងទៅនេះខ្ញុំពន្យល់នឹងបែងចែកឲ្យដាច់ដែរ shu នេះគឺប្រែថាសៀវភៅសម្រាប់អានអូខេអញ្ចឹងសម្រាប់ពាក្យសៀវភៅសម្រាប់សរសេរសៀវភៅកត់ត្រាទុកឬក៏សៀវភៅសរសេរមេរៀនហ្នឹងយើងប្រើពាក្យថាពីជីពិនអូខេពីជីពិនហ្នឹងគឺសៀវភៅយើងកត់មេរៀនហ្នឹងអូខេសៀវភៅកត់មេរៀនគេហៅថាពីជីពិនយើងមានជារូបភាពឲ្យមើលដើម្បីកាន់តែយល់ហើយនេះក៏យើងបានបើកបញ្ចក់ដែរគឺសម្រាប់សរសេរសៀវភៅសម្រាប់សរសេរយើងអាននៅក្នុងភាសាចិនថាពីជីពិនអញ្ចឹងកុំច្រឡំជាមួយនឹងសៀវភៅកុំច្រឡំជាមួយនឹងពាក្យថា shu អូខេអញ្ចឹង shu នេះគឺសៀវភៅសម្រាប់អានដូចជាសៀវភៅពុម្ពឬក៏សៀវភៅនិទានរឿងក៏សៀវភៅដែលយើងសម្រាប់អានគឺយើងប្រើពាក្យថា shu ឧទាហរណ៍គេសួរយើងថា你在看什么我在看书我在看书គឺខ្ញុំកំពុងតែមើលសៀវភៅអញ្ចឹងតែអូខេអានេះ shu នេះគឺសំដៅលើសៀវភៅសម្រាប់អានអញ្ចឹងពាក្យសៀវភៅសម្រាប់សរសេរសៀវភៅកត់មេរៀនយើងប្រើពាក្យថាពីជីពិនអូខេជីនេះគឺបានពាក្យថាកត់ត្រាជីនេះអូខេទាំងជីពាក្យកត់ត្រាទុកអូខេអញ្ចឹងអាពីជីពិននេះគឺសៀវភៅសរសេរអូខេយើងប្រើអញ្ចឹងចុះអញ្ចឹងយល់នេះណាអូខេអញ្ចឹងម្ដងទៀត shu នេះគឺប្រើសម្រាប់សៀវភៅសម្រាប់អានសៀវភៅសម្រាប់អានពីជីពិនគឺសៀវភៅសម្រាប់សរសេរអូខេសង្ឃឹមថាយល់អូខេបើសិនអត់យល់ទេអាចមើលម្ដងទៀតបានអូខេអញ្ចឹងពាក្យបន្ទាប់ដូចជាអស់ហើយអូខេអញ្ចឹងសម្រាប់មេរៀនថ្ងៃនេះសង្ឃឹមថាបងប្អូនអាចនឹងងាយយល់ដោយសារតែខ្ញុំបានដាក់ជារូបភាពដើម្បីឲ្យកាន់តែច្បាស់កាន់តែយល់ពីអត្ថន័យនៃពាក្យអស់ហ្នឹងអូខេអញ្ចឹងបើសិនជាគិតថាមេរៀននេះរៀងលឿនឬក៏មិនទាន់ច្បាស់ទេអាចសារមើលម្ដងទៀតបានអូខេអញ្ចឹងវីដេអូដែលយើងព្យាយាមធ្វើដើម្បីឲ្យពួកគាត់ដែលទើបតែចាប់ផ្ដើមរៀនភាសាចិនឲ្យកាន់តែងាយស្រួលរៀនងាយយល់ហើយឆាប់ចេះឆាប់ប្រើបានអូខេយើងមានទាំងរូបភាពដាក់ឲ្យមើលដើម្បីឲ្យពួកគាត់កាន់តែងាយយល់អញ្ចឹងសម្រាប់មេរៀនបន្ទាប់យើងនឹងជួបគ្នានៅថ្ងៃស្អែកបន្តទៀតបាទសូមអរគុណ